ចាបន្ទាប់ពីអ្នកលក់បានកាត់បង្ហាញឥឡូវនេះគឺដល់ពេលអ្នកប្រើប្រាស់តែម្ដងដោយសារបងប្រុសចាគឺគាត់តេស្តសិនមុននឹងយើងដាក់អវ៉ាន់ចេញជូនចាបងប្រុសតែងតែតាមដានគ្រប់ຂະຫນាតរបស់តុងមីលីដែលបានបង្ហាញជាពិសេសគឺអុបកកាត់ស្មៅធ្វើជីហើយនៅពេលដែលបងប្រុសកំងចាមកតេស្តផ្ទាល់ដៃចេះឃើញថាអត់ខកបំណងទេចាមកតេស្តផ្ទាល់បើនឹងថាឲ្យមេដៃតែម្ដងចាឃើញក្នុងវីដេអូមកshowមេបើឃើញផ្ទាល់វិញគឺកាន់តែស្អាតតែម្ដងចាព្រោះថាប្រភេទអាមត្រែងនេះគឺជាប្រភេទរុក្ខជាតិមួយដែលពិបាកក្នុងការកាត់ពីមុនទៅបីជាយើងកាត់ហើយប៉ុន្តែនៅសល់ដើមមួយសេះមួយសាមពេញដីអត់ស្អាតទេឥឡូវនេះគឺកាត់មកគឺចិញ្ច្រាំទៅជាជីនៅលើដីនេះតែម្ដងចាគឺកាន់តែកាត់គឺកាន់តែស្អាតហើយសួរថាត្រាក់ទ័រនេះខ្នាតធំមែនចាគឺអត់ធំទេខ្នាតត្រឹមតែ21សេះទេប៉ុន្តែកាត់ចេញមកគឺថាមកឆ្ងាញ់ចាបងដែលមានតម្រូវការចង់បានជាប្រភេទឧបករណ៍កាត់ស្មៅធ្វើជីយកទៅប្រើប្រាស់បងអាចធ្វើការកម្មង់ពីផេកតុងមីលីបានចាគឺអត់អេមគឺអត់យកលុយពីភ្ញៀវទេ